មន្ទីរពេទ្យបង្អែកជើងព្រៃបើកទំព័រថ្មីសម្រាប់វិស័យសុខាភិបាល Digital រាល់ការរងចាំយូរកំណត់ត្រាលើក្រដាសនិងព័ត៌មានជាច្រើនដែលរញ៉េរញ៉ៃដែលមន្ទីរពេទ្យជាច្រើនកំពុងតែជួបប្រទះប៉ុន្តែថ្ងៃនេះមន្ទីរពេទ្យបង្អែកជើងព្រៃបានផ្លាស់ប្ដូរបញ្ហាទាំងនោះទៅជាបទពិសោធន៍ថ្មីសម្រាប់អ្នកជំងឺនិងបរិយាកាសការងារដែលកាន់តែមានប្រសិទ្ធភាពសម្រាប់បុគ្គលិកសុខាភិបាលមន្ទីរពេទ្យបង្អែកជើងព្រៃជាមន្ទីរពេទ្យស្រុកកម្រិតទី2ក្នុងខេត្តកំពង់ចាមដោយមានបំណងលើកកម្ពស់គុណភាពសេវាសុខាភិបាលនិងការគ្រប់គ្រងទិន្នន័យវិទ្យាសាស្ត្រមន្ទីរពេទ្យបានចាប់ផ្ដើមអនុវត្តប្រព័ន្ធមន្ទីរពេទ្យ Digital ពេទ្យជើងការផ្លាស់ប្ដូរនេះមិនមែនគ្រាន់តែជាការដំឡើងប្រព័ន្ធថ្មីតែប៉ុណ្ណោះទេប៉ុន្តែជាការផ្លាស់ប្ដូររបៀបធ្វើការរបស់មន្ទីរពេទ្យទាំងមូលថ្ងៃនេះព័ត៌មានរបស់អ្នកជំងឺត្រូវបានភ្ជាប់ប្រព័ន្ធតែមួយចាប់ពីការចុះឈ្មោះការកត់ត្រាវិទ្យាសាស្ត្រការបញ្ជាមន្ទីរពិសោធន៍ការបញ្ជារូបភាពវិទ្យាសាស្ត្រការចេញវេជ្ជបញ្ជាថ្នាំរហូតដល់ការទូទាត់សាច់ប្រាក់ការដែលយើងប្រើប្រាស់ទៅលើ Digital គឺយើងអាចដឹងព័ត៌មានរបស់អ្នកជំងឺក្នុងករណីអ្នកជំងឺទី1បើគាត់មកពីគ្រោះជំងឺគឺងាយស្រួលក្នុងការគ្រប់គ្រងអ្នកជំងឺដែលគាត់មិនចាំបាច់កាន់กระดาษញ៉ៃច្រើនទេគឺគាត់អាចទៅបើកថ្នាំបានហើយអ្នកជំងឺគាត់មកពីគ្រោះជំងឺគឺមានលេខរៀងស្រាប់ងាយស្រួលមិនចាំបាច់ឲ្យអ្នកជំងឺថាគាត់អាចកាន់លេខរៀងរបស់គាត់មួយណាទេហើយបើយើងសរសេរដៃគឺបានន័យថាគឺជាងការវាអាចបាត់ឬមួយក៏អាចខូចយើងចំណេញច្រើនប្រើប្រព័ន្ធហ្នឹងយើងចំណេញច្រើនណាកាត់បន្ថយតាំងពីប្រើកតាថវិកាក៏ចំណាយតិចដែរហើយមួយទៀតបើអ្នកជំងឺហ្នឹងត្រូវបើកថ្នាំពេលយើងបើកថ្នាំពួកខ្ញុំ request ពីនេះទៅអញ្ចឹងកតាវិជ្ជាបញ្ជាហ្នឹងយើងលឿនណាស់យើងបោះតាមប្រព័ន្ធនេះទៅដល់ pharmacy បាត់គ្រាន់តែអ្នកជំងឺដើរទៅដល់បើកថ្នាំយកហ្មងហើយកាត់បន្ថយការគាត់រងចាំយូរគាត់រងចាំដូចមុនទេបើយើងសេកតាគាត់រងចាំយូរតែបើយើងក្នុងនេះយើងបោះទៅប្រព័ន្ធវាដំណើរការពីផ្នែកមួយទៅផ្នែកមួយបានដល់រលូនវារួមចំណេញច្រើនតាក់ទងនឹងប្រព័ន្ធ system ពេទ្យយើងរាល់ថ្ងៃហ្នឹងវាមានភាពងាយស្រួលដោយសារតែយើងអាចបង់សេវាបានលឿនអត់សូវស្ទះអ្នកជំងឺហើយសេវានិយាយទៅសេវាដើរលឿនជាងពីមុនអញ្ចឹងចាតាក់ទងនឹងរឿងបង់សេវាលុយកាក់អីក្នុងប្រព័ន្ធគាត់បានកំណត់ឲ្យយើងអញ្ចឹងយើងអត់ពិបាកក្នុងករណីមួយដែលយើងចុចបង់ខុសអញ្ចឹងណាចាអញ្ចឹងប្រព័ន្ធបានកំណត់ឲ្យយើងអញ្ចឹងយើងគ្រាន់តែចុចបង់ហើយវាលឿននិយាយទៅលឿនជាងមុនការផ្លាស់ប្ដូរជោគជ័យមិនមែនកាត់ឡើងដោយវិច័យវិទ្យាតែមួយប៉ុណ្ណោះទេប៉ុន្តែវាកាត់ឡើងដោយសារការសហការរវាងក្រុមការងារមន្ទីរពេទ្យនិងក្រុមការងាររបស់ពេទ្យជើងតាមរយៈការបណ្ដុះបណ្ដាលជាក់ស្ដែងនិងការគាំទ្រជាបន្តបន្ទាប់ជាមួយនឹងប្រព័ន្ធត្រូវបានអនុវត្តយ៉ាងរលូននិងស្របតាមការងារជាប្រចាំថ្ងៃការផ្លាស់ប្ដូរទៅកាន់មន្ទីរពេទ្យ Digital មិនមែនជាគោលដៅចុងក្រោយទេតែជាការចាប់ផ្ដើមនៃការកសាងសេវាសុខាភិបាលដែលកាន់តែមានគុណភាពមានសុវត្ថិភាពនិងផ្ដោតលើអ្នកជំងឺជាសំខាន់សូមអរគុណមន្ទីរពេទ្យបង្អែកជើងព្រៃដែលបានបោះជំហានថ្មីក្នុងការអភិវឌ្ឍសេវាសុខាភិបាល Digital សម្រាប់ប្រជាជនកម្ពុជាពេទ្យយើងសុខភាពយើងអនាគតយើងបង្កើតឡើងដោយកូនខ្មែរដើម្បីអនាគតសុខភាពរបស់ប្រជាជនកម្ពុជា